សមាជិកប្រសិទ្ធិនិងតំណាងរាស្ត្រស្នើឲ្យពិនិត្យគុណភាពជីគីមីនិងពូជផ្លែឈើនាំចូលសមាជិកប្រសិទ្ធិនិងតំណាងរាស្ត្រមួយចំនួនបានជំរុញឲ្យរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមីនិងពូជផ្លែឈើដែលនាំចូលពីបរទេសដើម្បីការពារសុខភាពសាធារណៈនិងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពការស្នើសុំនេះត្រូវបានលើកឡើងបន្ទាប់ពីមានក្តីកង្វល់អំពីគុណភាពនៃដីនិងពូជដែលនាំចូលពីប្រទេសជិតខាងដែលអាចប៉ះពាល់ដល់ផលិតកម្មកសិកម្មនិងសុខភាពអ្នកប្រើប្រាស់យោងទៅតាមសមាជិកសភាជីគីមីមួយចំនួនដែលនាំចូលមកកម្ពុជាត្រូវបានគេសង្ស័យថាមានគុណភាពទាបឬក៏ផ្ទុកសារធាតុជីគីមីហួសកម្រិតដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់ដីនិងដំណាំដោយគ្នានេះផងដែរពូជផ្លែឈើដែលនាំចូលក៏ត្រូវបានគេលើកឡើងថាមានហានិភ័យនៃការនាំជំងឺរោគជាតិឬមិនសមស្របនឹងលក្ខខណ្ឌដីនិងអាកាសធាតុនៅកម្ពុជាជាមួយគ្នានេះផងដែរសមាជិកសភាមួយចំនួនក៏បានលើកទឹកចិត្តឲ្យកសិករងាកមកប្រើប្រាស់ជីសរីរាង្គនិងពូជនៅក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឆ្លើយតបចំពោះសំណើនេះដោយបដិញ្ញាពង្រឹងត្រួតពិនិត្យនៅតាមព្រំដែននិងធ្វើការសហការជាមួយនឹងអាជ្ញាពន្ធគយដើម្បីធានាថាផលិតផលនាំចូលទាំងអស់អនុលោមទៅតាមស្តង់ដារគុណភាពក្រសួងក៏បានបង្ហាញអំពីផែនការបណ្ដុះបណ្ដាលកសិកម្មឲ្យផលិតជីសរីរាង្គផ្ទាល់ខ្លួននិងជំរុញប្រើប្រាស់ពូជនៅក្នុងស្រុកដែលសមស្របទៅនឹងបរិស្ថានគូបញ្ជាក់ផងដែរថាកម្ពុជានាំជីគីមីនិងពូជផ្លែឈើជាច្រើនពីប្រទេសជិតខាងដែលភាគច្រើនមិនត្រូវបានប្រើប្រាស់នៅក្នុងប្រទេសទាំងនោះទៀតផងការស្នើសុំនេះបានបង្ហាញពីការបដិញ្ញាចិត្តរបស់សមាជិកសភានៅក្នុងការលើកកម្ពស់គុណភាពកសិកម្មនិងការការពារសុខភាពសាធារណៈ